បាទសួស្តីអ្នកនរគ្នាខ្ញុំសុជាតិហើយនៅក្នុងវីដេអូនេះខ្ញុំនឹងបញ្យល់អ្នកទាំងអស់គ្នាពីរបៀបនៅក្នុងការប្រើប្រាស់រូបមន្តដែលមានប្រយោជន៍មួយទៀតរបស់ Excel គឺរូបមន្ត N សម្រាប់អ្នកដែលអត់ទាន់យល់ N គឺជាប្រភេទរូបមន្តតក្កៈដែលវាធ្វើការត្រួតពិនិត្យមើលគ្រប់លក្ខខណ្ឌទាំងអស់នៅក្នុងរូបមន្តឧទាហរណ៍ថាខ្ញុំមានលក្ខខណ្ឌ2អញ្ចឹងវានឹង check មើលថាតើលក្ខខណ្ឌទាំងពីរនោះពិតអត់ត្រូវគ្នាអត់តោះតើលក្ខខណ្ឌទាំងពីរនោះពិតទើបវាធ្វើការគណនាឬក៏បង្ហាញតម្លៃ true ឬក៏បើសិនជាលក្ខខណ្ឌណាមួយនៅក្នុងលក្ខខណ្ឌទាំងពីរនឹងអត់ពិតវានឹងចេញ false ហើយបើសិនជាលក្ខខណ្ឌទាំងពីរនឹងអត់ពិតក៏វានៅតែចេញ false ដូចគ្នាដើម្បីឲ្យអ្នកទាំងអស់គ្នាងាយយល់ខ្ញុំលើកឧទាហរណ៍មួយខ្ញុំជា sales manager ខ្ញុំបានប្រាប់ទៅកាន់ team របស់ខ្ញុំដែលជា salesman ហ្នឹងប្រាប់គាត់ថាខ្ញុំនឹងធ្វើការបូកសរុបការលក់ប្រចាំខែបើសិនជាមានហាងណាមួយធ្វើការបញ្ជាទិញប្រភេទ tablet ហើយគាត់បញ្ជាទិញលើពី$1000នៅក្នុងមួយហាងខ្ញុំនឹងឲ្យចំនួន$5អញ្ចឹងបើសិនជាឧទាហរណ៍ថាហាងហ្នឹងគាត់បញ្ជាទិញប្រភេទ tablet តែគាត់អត់បានទិញលើសពីឬក៏ចាប់ពី$1000ទេក៏គាត់អត់បានលុយ$5ហ្នឹងដែរហើយបើសិនជាហាងហ្នឹងគាត់បានទិញលើសពី$1000ប៉ុន្តែគាត់អត់បានទិញជាប្រភេទ tablet ទេក៏ sale ម្នាក់ហ្នឹងគាត់អត់បាន$5ហ្នឹងដែរអញ្ចឹងតើតើលក្ខខណ្ឌ2គឺទី1តើតើហាងហ្នឹងគាត់ទិញជាប្រភេទ tablet ហើយគាត់ទិញលើសពីឬក៏ចាប់ពី$1000ទើប sale ម្នាក់ហ្នឹងគាត់បានចំនួន$5អញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបញ្យល់អ្នកទាំងអស់គ្នាពីរបៀបនៅក្នុងការប្រើប្រាស់ N ដើម្បីស្វែងរកលទ្ធផល true ឬក៏ false ហើយយើងនឹងធ្វើការបង្កើត table ស្ទូចមួយដើម្បីធ្វើការគណនាមើលថាតើ salesman គាត់បានលុយចំនួនប្រមាណពី commission ទាក់ទងទៅនឹងហាងដែលគាត់ធ្វើការបញ្ជាទិញ tablet ផងហើយទិញលើសពី$1000ផងអញ្ចឹងគឺទី1យើងនឹងរៀនទាក់ទងទៅនឹង N បន្ទាប់មកយើងនឹងប្រើ sum if និងចុងក្រោយយើងនឹងប្រើ count if f ដើម្បីរាប់មើលថាតើមានប្រមាណហាងដែលបានជាប់ជាមួយនឹងលក្ខខណ្ឌមួយនេះអញ្ចឹងកុំឲ្យខាត់ពេលយូរតោះចូលទៅកាន់វីដេអូអញ្ចឹងនៅក្នុង file Excel មួយនេះខ្ញុំមានតារាង summary មួយគឺតារាង summary sale និង commission របស់គាត់និងចំនួនហាងសរុបដែលបានបញ្ជាទិញជាលក្ខណៈ tablet ហើយទិញលើសពី$1000អញ្ចឹងដំបូងខ្ញុំចូលទៅកាន់ raw data សិនបន្ទាប់មកខ្ញុំត្រូវគណនាឬក៏ស្វែងរកសិនថាតើមានប្រមាណហាងដែលចូលលក្ខខណ្ឌមួយនេះអញ្ចឹងយើងនឹងប្រើរូបមន្ត n អញ្ចឹងវាយពាក្យស្មើ n បើវងចោអញ្ចឹងនៅក្នុងរូបមន្ត n យើងមាន logical 1 2 3ប៉ុន្តែយើងត្រូវប្រកាសថា logical ឬក៏លក្ខខណ្ឌទាំងអស់ហ្នឹងត្រូវតែពិតទាំងអស់ដើម្បីឲ្យវាបញ្ចេញតម្លៃ true ឬក៏ false អញ្ចឹងដំបូងខ្ញុំទៅ check មើលសិនតើមានប្រមាណហាងដែលគាត់បញ្ជាទិញជាប្រភេទ tablet ហើយគាត់ទិញលើសពី$1000អញ្ចឹងដំបូងខ្ញុំចូលទៅកាន់ជាងស្លេចជួរ50សិនតើតាជួរ50ហ្នឹងស្មើ tablet យើងក្បៀមួយសិនយើងចប់លក្ខខណ្ឌទី1ហើយបន្តមកយើងទៅ check លក្ខខណ្ឌទី2តើតាជួរ J មានន័យថាការទិញហ្នឹងគឺធំជាងឬស្មើ$1000អញ្ចឹងមានន័យថាលក្ខខណ្ឌទី1របស់ខ្ញុំគឺ check ជួរ50តើមាន tablet អត់បន្តមក check ជួរ J តើបានទិញលើសពីឬក៏ស្មើ$1000អត់បន្តមកចុច enter អញ្ចឹងឃើញថា fail ហេតុអីពីព្រោះថាបើយើងមើលជួរលេខ2គឺហាងមួយនេះគាត់បញ្ជាទិញមក Apple អញ្ចឹងវាខុសមួយបាត់ហើយបន្ទាប់មកគាត់ទិញតាម$900អញ្ចឹងក៏វាអត់ត្រូវដែរបន្ទាប់មកខ្ញុំចង់ដឹងខ្ញុំគ្រាន់តែចុច double click នៅខាងក្រោមនេះដើម្បី apply formula អញ្ចឹងខ្ញុំឃើញមានហាងខ្លះចាប់ដើមមានកន្លែង true ហើយអញ្ចឹងបើខ្ញុំ check មើលគឺគាត់ទិញប្រភេទ tablet ហើយគាត់ទិញលើពី$1400ខាងនេះក៏ដូចគ្នាគឺគាត់ទិញ tablet ហើយគាត់ទិញរហូតដល់$5000អូខេអញ្ចឹងដើម្បី calculate commission ខ្ញុំនឹងប្រើរូបមន្ត if បូកជាមួយនឹង column n base បើសិនជាវាស្មើ true អញ្ចឹងខ្ញុំចុចស្មើ if column n ស្មើ true ឲ្យស្មើ$5មានន័យថាមួយហាងយើងឲ្យបើសិនជាមួយហាងដែលគាត់ទិញជាប្រភេទ tablet ហ្នឹងហើយគាត់ទិញលើពី$1000ខ្ញុំឲ្យ$5ក្នុងមួយហាងខ្ញុំចុច enter អញ្ចឹងឥឡូវវាស្មើ0ដោយសារអី condition របស់យើងគឺ fail តោះមកខ្ញុំចុច double click ដើម្បី apply លក្ខខណ្ឌអញ្ចឹងរាល់ដែលហាងដែលជួបឬក៏ meet ជាមួយ condition ហ្នឹងមានន័យថាវាពិតគឺស្មើ$5អញ្ចឹងបន្ទាប់មកខ្ញុំនឹងចូលទៅកាន់ sale report ហើយខ្ញុំធ្វើការគណនាមើលថាតើ sale របស់លោកសុវណ្ណនីមួយៗហ្នឹងគាត់ទទួលបាន commission ប្រមាណពីការលក់ជាប្រភេទ tablet ហើយទិញលើសពី$1000អញ្ចឹងខ្ញុំចូលកន្លែង total commission ខ្ញុំនឹងប្រើរូបមន្ត sum if ដើម្បីធ្វើការគណនាតោះមកខ្ញុំចូលទៅកន្លែង report ខ្ញុំចុចកន្លែង sale rep តោះមកខ្ញុំក្បៀសមួយខ្ញុំត្រឡប់ទៅកាន់ sale report វិញចុចឈ្មោះ sale បៀសមួយទៀតខ្ញុំចូលទៅកាន់ report ហើយដាក់ជួរចុងក្រោយគឺ commission ដើម្បីធ្វើការបូកតម្លៃសរុបអញ្ចឹង Mr. ចាន់ហេងគាត់បានពេលឡាខ្ញុំចុច Ctrl C តមក select row ទាំងអស់ហើយចុច pass as formula ដើម្បីធ្វើការ row ចំនួនសរុបហើយចុងក្រោយខ្ញុំចុច Alt បូកដើម្បីបូកលុយសរុបអូខេឥឡូវខ្ញុំបានឃើញហើយ
គឺ cell របស់ Mr. សវណ្ណឬក៏លោកសវណ្ណហ្នឹងគាត់ achieve បាន$55ឥឡូវខ្ញុំនឹងធ្វើការប្រើរូបមន្តមួយទៀតគឺរូបមន្ត count ifs ដើម្បីធ្វើការរាប់មើលថាតើហាងប្រមាណដែលចូលជាមួយនឹងលក្ខខណ្ឌទិញ tablet ផងហើយទិញលើពីប៉ុណ្ណាផងអញ្ចឹងខ្ញុំចុចដាក់មកនៅលើនេះមួយតមកខ្ញុំចុចស្មើដូចជា count ifs ហើយបាទខ្ញុំប្រើ count ifs ព្រោះខ្ញុំត្រូវរាប់ឈ្មោះ cell ផងហើយខ្ញុំត្រូវរាប់ហាងណាដែលចូលលក្ខខណ្ឌរបស់យើងផងអញ្ចឹងឥឡូវខ្ញុំចូលទៅកាន់ raw data អូខេដំបូងខ្ញុំចុចកន្លែង cell rep ជួ season ចុចក្បៀសតមកខ្ញុំតតែវាស្មើឈ្មោះ cell ក្បៀសមួយទៀតខ្ញុំចូលទៅកាន់ table ដដែលឥឡូវយើងមកពិនិត្យមើលជួ n អូខេខ្ញុំនឹងដាក់លក្ខខណ្ឌនៅលើជួ n តតែស្មើ true បានខ្ញុំឲ្យរាប់តាមបិទអូខេឥឡូវខ្ញុំឃើញហើយគឺមាន4ហាងខ្ញុំចុច control C ដដែលខ្ញុំ select row ទាំងអស់តមកខ្ញុំ pass as formula ហើយខ្ញុំធ្វើការបូកអញ្ចឹងខ្ញុំឃើញថា cell របស់ Mr. សវណ្ណហ្នឹងគាត់បាន achieve ចំនួន11ហាងអូខេឥឡូវខ្ញុំមានវិធីមួយទៀតគឺខ្ញុំ go ទៅកាន់ advanced level អំបញ្ញមិញគឺខ្ញុំធ្វើការបង្កើត column n ផង column o ផងដើម្បីធ្វើការគណនា commission ឥឡូវខ្ញុំនឹង merge រូបមន្ត n និង if ជាមួយគ្នាដើម្បីបង្កើត formula ធំមួយដើម្បីធ្វើការគណនា commission តែម្ដងឥឡូវខ្ញុំដាក់ថា commission v1 អូខេតមកខ្ញុំស្មើ if អញ្ចឹងខ្ញុំនឹងដាក់លក្ខខណ្ឌសិនប៉ុន្តែជំនួសឲ្យលក្ខខណ្ឌខ្ញុំនឹងប្រើ n នៅក្នុងលក្ខខណ្ឌហ្នឹងតែម្ដងអញ្ចឹងស្មើ n បើមួយចោតមកលក្ខខណ្ឌរបស់ខ្ញុំតតែជួហាស់ស្មើ tablet និងជួ j ខ្ញុំជាឬស្មើ$10,000ខ្ញុំក្បៀសមួយសិនឥឡូវខ្ញុំចូលខ្ញុំបានចាប់រូបមន្ត n ហើយឥឡូវខ្ញុំចូលរូបមន្ត if បើសិនជាវាពិតឲ្យស្មើលេខ5បើសិនជាវាមិនពិតឲ្យស្មើលេខ0អញ្ចឹងឥឡូវខ្ញុំបានធ្វើការគណនាហើយអូខេខ្ញុំចុច double click ដើម្បីមើលអញ្ចឹងអ្នកនរគ្នាអាចឃើញពីរូបមន្ត2នេះបានអូខេអញ្ចឹង basic យើងបង្កើត column មួយដើម្បីជាជំនួយសិនដើម្បីធ្វើការគណនា commission ប៉ុន្តែនៅពេលដែលយើងចូល advanced គឺយើងបង្កើតរូបមន្តមួយហើយយើងដាក់រូបមន្តនៅខាងក្នុងរូបមន្តដើម្បីធ្វើការគណនាតម្លៃអូខេអញ្ចឹងនេះគឺជាពីររបៀបដែលអ្នកនរគ្នាអាចចេះនៅពេលដែលអ្នកនរគ្នា perform ឬក៏ធ្វើការគណនានៅក្នុងកម្មវិធី Excel អញ្ចឹងនៅក្នុងវីដេអូនេះអ្នកទាំងអស់គ្នាបានស្វែងយល់ហើយពីរូបមន្ត n នៅក្នុង Excel ហើយខ្ញុំក៏បានច្របាច់បញ្ចូលគ្នាជាមួយរូបមន្ត2ទៀតគឺ count ifs និងរូបមន្ត sum if ដើម្បីបង្កើតជាកូនតារាងតូចមួយដែលជាលក្ខណៈ summary report ចឹងនៅក្នុងវីដេអូបន្ទាប់ខ្ញុំនឹងនិយាយអំពីរូបមន្ត O ដែលជារូបមន្តដែលត្រួតពិនិត្យមើលលក្ខខណ្ឌតែមួយបើសិនជាលក្ខខណ្ឌណាមួយនៅក្នុងលក្ខខណ្ឌទាំងអស់របស់រូបមន្តពិតវានឹងបញ្ចេញតម្លៃ true ហើយបើសិនជាអត់ទេវានឹងបញ្ចេញតម្លៃ false អរគុណសម្រាប់ការតាមដានវីដេអូមួយនេះជួបគ្នានៅវីដេអូក្រោយទៀត